ចាជំរាបសួរស្វាគមន៍មកកាន់កំណត់ហេតុនៃការរៀននិងបង្រៀនរយៈពេល27ថ្ងៃរបស់ខ្ញុំនៅក្នុងកំណត់ហេតុទី18នេះខ្ញុំនៅបង្ហាញអំពីការរង្វេងតម្លៃលទ្ធផលសិក្សាដោយផ្អែកលើគម្រោងកិច្ចការរបស់សិស្សឬ portfolio នេះឯងនៅក្នុងរូបភាពនៃការវាយតម្លៃក្រៅពីតេស្តខ្ញុំមើលឃើញ portfolio គឺជារបៀបវាយតម្លៃមួយយ៉ាងមានប្រសិទ្ធភាពព្រោះវាអនុញ្ញាតឲ្យខ្ញុំពិនិត្យមើលអំពីភាពរីកចម្រើនរបស់សិស្សគុណភាពនៃការសិស្សពីមួយទៅមួយការខិតខំប្រឹងប្រែងរបស់គាត់ក៏ដូចជាការសហការគ្នាហើយក្នុងថ្នាក់ទី12ឆ្នាំសិក្សានេះខ្ញុំបានរៀបចំគម្រោងធ្វើ portfolio លើការបង្កើតនៅគម្រោងសំណួរសំខាន់សម្រាប់ត្រៀមសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនេះហើយនេះគឺជាចំណាប់អារម្មណ៍ពីខាងសិស្សរបស់ខ្ញុំរងសំណួរសំខាន់ជីវៈទី12វាមានប្រយោជន៍ដូចជានៅពេលដែលយើងបានធ្វើវាហើយនៅពេលដែលយើងរៀនហួសកន្លងមកដល់ពេលយើងនៅចុងឆ្នាំយើងអាចយកវាមករំលឹកវិញ្ញាសាចាស់លំហាត់ឬក៏សំណួរចាស់ដែលយើងធ្លាប់បានរៀនដើម្បីគឺជាសំណួរសំខាន់ដែលយើងធ្វើរួចហើយយកវាមកមើលម្ដងទៀតដើម្បីរំលឹកមុននឹងពេលយើងប្រឡងបាក់ឌុបហើយនឹងវាជួយយើងបានច្រើនខ្លាំងមែនទែនព្រោះវាគឺជាវិញ្ញាសាដែលគឺជាសំណួរដែលធ្លាប់ចេញប្រឡងហើយឬក៏សំណួរដែលសំខាន់ដែលគេនឹងជ្រើសរើសវាយកមកប្រឡងម្ដងទៀតជំរាបសួរព្រោះសម្រាប់កំណត់សំណួរសំខាន់នេះវាមានសារៈសំខាន់មែនទែនដោយសារវាបានដកស្រង់ពីមេរៀនសំខាន់ពីមួយមកមានសំណួរអីខ្លះហើយចេញជាសំណួរហើយយើងគ្រូដាក់មកយើងនឹងធ្វើសំណួរនឹងហើយយើងអាចចេះបានហើយយើងយកសំណួរនឹងទៅធ្វើដូចជាការប្រឡងចាំខែឬក៏ឆ្លងមាសនឹងយើងចេះអស់ហើយយើងអាចយកសំណួរនឹងទៅប្រឡងមកដល់បានទៀតបាទអរគុណយេស៊ូណាខ្ញុំខ្ញុំមកនិយាយអំពីសារៈសំខាន់នៃសំណួរសំខាន់នៅក្នុងមេរៀននីមួយអាសំណួរសំខាន់ហ្នឹងគឺវាមានសារៈសំខាន់មែនតើសម្រាប់យើងដែលជាអ្នកដែលត្រូវប្រឡងបាក់ឌុបហ្នឹងដោយសារតែសំណួរហ្នឹងគឺជាសំណួរដែលដកស្រង់នៅក្នុងមេរៀននីមួយវាប្រដូចជាសំណួរសង្ខេបចឹងវាឲ្យយើងងាយស្រួលចាំហើយក៏ដូចជាចំណេញពេលវេលានៅពេលដែលយើងត្រូវប្រឡងអីចឹងទៅយើងអាចយកទៅមើលបានអរគុណចាអញ្ចឹងលើសពីអ្វីដែលខ្ញុំជាគ្រូទទួលបានគម្រោង portfolio ពិតជាមានប្រយោជន៍សម្រាប់សិស្សនៅក្នុងការសិក្សាមែនតើហើយក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជួបគ្នាក្នុងវីដេអូក្រោយ